ជំរាបសួរអ្នកខ្ញុំវិជ្ជាបណ្ឌិតលីសូនីអ្នកខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះអ្នកខ្ញុំសូមលើកយកពីទំនាក់ទំនងរវាងពោះវៀននិងខួរក្បាលតើអ្នកដឹងទេថាខួរក្បាលនិងក្រពះពោះវៀនរបស់កូនអ្នកនិយាយគ្នាជារៀងរាល់ថ្ងៃទំនាក់ទំនងនេះគឺគេហៅថា gut brain axis វាជាទំនាក់ទំនងយ៉ាងសំខាន់សម្រាប់អារម្មណ៍សម្រាប់ការរៀនសូត្រនិងសុខភាពទូទៅរបស់កុមារpathway ដែលភ្ជាប់ទំនាក់ទំនងរវាងខួរក្បាលនិងពោះវៀនទី1គឺប្រព័ន្ធសរសៃប្រសាទគឺ nervous system គឺវាមានសរសៃប្រសាទមួយគឺឈ្មោះថា vagus nerve វាដើរតួនាទីដូចជាខ្សែទូរស័ព្ទដើម្បីផ្ញើសារភ្ជាប់ពីពោះវៀនទៅខួរក្បាលហើយនឹងផ្ទុយទៅវិញគឺពីខួរក្បាលទៅពោះវៀនទី2គឺអរម៉ូនមីក្រូបយ៉ូតានៅក្នុងពោះវៀនហ្នឹងគឺវាអាចផ្ដល់ផលប៉ះពាល់ទៅដល់អរម៉ូនគឺកតទីសូនគឺជាអរម៉ូន stress ដែលវាធ្វើឲ្យបង្កើនការថប់អារម្មណ៍ហើយនឹងអរម៉ូនដែលជួយបន្ធូរបន្ថយអារម្មណ៍និងជួយធ្វើឲ្យសុខភាពផ្លូវចិត្តបានល្អនិងគេងបានល្អហ្នឹងគឺអរម៉ូន serotonin និង GABA ហ្នឹងគឺជាអរម៉ូនស្ងប់ស្ងាត់ទី3គឺប្រព័ន្ធភាពស៊ាំកាត់មីក្រូបយ៉ូតាបាក់តេរីល្អវាជួយការពារការចូលរបស់បាក់តេរីអាក្រក់និងបង្រៀនប្រព័ន្ធភាពស៊ាំរបស់យើងនឹងឲ្យស្គាល់ពីអ្វីដែលល្អនិងអាក្រក់ប្រសិនបើរបាំងពោះវៀនខូចវាធ្វើឲ្យមានការរីករាលដាលនៃអរម៉ូនដែលអាក្រក់និងដែលមានការប៉ះពាល់ទៅដល់អារម្មណ៍ទី4គឺសារធាតុគីមីនៅក្នុងចំណីអាហារសារធាតុគីមីខ្លះនៅក្នុងចំណីអាហារដូចជា short chain fatty acid ដែលកើតឡើងពីជាតិសរសៃចំណីអាហារនឹងវាជួយបន្ថយការរលាកហើយនឹងជួយគ្រប់គ្រងទៅដល់សុខភាពខួរក្បាលដូច្នេះពោះវៀននិងខួរក្បាលហ្នឹងគឺតែងតែនិយាយគ្នាតាមរយៈសរសៃប្រសាទតាមរយៈអរម៉ូននិងប្រព័ន្ធភាពស៊ាំនិងមីក្រូបយ៉ូតាទំនាក់ទំនងនេះគឺជាហេតុដែលធ្វើឲ្យសុខភាពពោះវៀនមានឥទ្ធិពលទៅដល់សុខភាពផ្លូវចិត្តនិងអារម្មណ៍អ្វីបានជាឪពុកម្ដាយគួរតែយកចិត្តទុកដាក់ទី1គឺការឈឺពោះគឺមិនមែនកើតឡើងដោយសារតែអាហារតែមួយមុខប៉ុណ្ណោះទេក្មេងខ្លះគឺគាត់ឈឺពោះដោយសារតែមានភាពតានតឹងឬមួយក៏ថប់អារម្មណ៍ដូចជាមុនពេលចូលប្រឡងពេលផ្លាស់ប្ដូរបរិយាកាសសាលាពេលបដូរសាលាអញ្ចឹងគឺគាត់អាចមានអាការៈដូចជាហាត់ឈឺពោះឬមួយក៏ចង់រាកនេះវាបង្ហាញថាខួរក្បាលនិងពោះវៀនហ្នឹងគឺវាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគ្នាទី2គឺកាត់ម៉ៃក្រូបយ៉ូមល្អគឺវាជួយឲ្យធ្វើឲ្យការរៀនសូត្រហើយនឹងជួយបង្កើននឹងការរៀនសូត្រនិងធ្វើឲ្យអារម្មណ៍ស្ថិតស្ថេរល្អបាក់តេរីល្អវាជួយបង្កើតនៅជាតិ serotonin ដែលវាពាក់ព័ន្ធទៅដល់អារម្មណ៍ហើយនឹងការផ្ដោតអារម្មណ៍អញ្ចឹងបើសិនជាមីក្រូបយ៉ូមខូចគឺវាធ្វើឲ្យកុមារគាត់ឆាប់ខឹងហើយនឹងថយចុះនៅសមត្ថភាពនៃខួរក្បាលមួយទៀតគឺសុខភាពពោះវៀនគឺវាធ្វើឲ្យមានសុខភាពនៃប្រព័ន្ធភាពស៊ាំបានល្អប្រព័ន្ធភាពស៊ាំរបស់កូនត្រូវហ្វឹកហាត់នៅក្នុងពោះវៀនមាំមួនគឺវាអាចជួយការពារជំងឺហើយនឹងបង្កើនថាមពលទៀតផងអ្វីដែលពុកម្ដាយអាចអនុវត្តបានគឺទី1គឺអាហារត្រូវមានតុល្យភាពគឺផ្លែឈើបន្លែជាតិស័យគ្រាប់ធញ្ញជាតិឬក៏អាហារដែលមានជាតិដែកកាត់បន្ថយជាតិស្ករនិងអាហារកែច្នៃគ្រប់គ្រងផ្លូវអារម្មណ៍ដល់កូនស្ដាប់ពេលកូនត្អូញត្អែរពីការឈឺពោះការដែលកូនត្អូញត្អែរពីការឈឺពោះហ្នឹងគឺវាអាចបង្ហាញពីអារម្មណ៍ហើយនឹងភាពតានតឹងជំរុញការសន្ទនាបើកចំហនិងគ្រប់គ្រង stress គេងឲ្យបានគ្រប់គ្រាន់កណ្ណាប្រចាំថ្ងៃការលេងខាងក្រៅឬក៏កីឡាវាជួយដល់ការរំលាយអាហារហើយនឹងជួយបង្កើតអារម្មណ៍បានល្អហើយយើងអាចរកមើលតម្រុយដូចជារាគទល់លាមកឬមួយក៏បញ្ហាឆេវឆាវញឹកញាប់ភ្លាមហ្នឹងគឺវាអាចជាកាត់ breast axis ខូចតុល្យភាពពោះវៀនរីករាយគឺវាជួយឲ្យខួរក្បាលរីករាយអ្វីដែលកូនញ៉ាំអ្វីដែលកូនគេងហើយនឹងរបៀបគ្រប់គ្រង stress គឺវាមានឥទ្ធិពលទៅលើអារម្មណ៍ហើយនឹងសមត្ថភាព